ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនពីរបៀបធ្វើសម្លក្តៅខ្ទិះបន្លែល្ពៅសម្លនេះមានរបៀបធ្វើដូចជាឆាក្តៅបន្តិចនិងដូចសម្លខ្ទិះបន្តិចសម្រាប់បងប្អូនដែលចូលចិត្តម្ហូបមានគ្រឿងបុកខ្មែរនិងមានរសជាតិប្លែកមាត់មួយមុខនេះគឺដឹងតែត្រូវចិត្តតែម្ដងតោះយើងមកតាមដានអំពីវិធីនៃការចម្អិនទាំងអស់គ្នាដំបូងបង្អស់យើងយកល្ពៅមកកាត់ចេញជាដុំតូចៗល្មមហើយដែលល្ពៅនេះគឺមានទម្ងន់150ក្រាមក្រៅពីល្ពៅយើងមានប្រើផ្កាល្ពៅចំនួន50ក្រាមផងដែរនិងបើសិនជាបងប្អូនចង់បន្ថែមត្រួយល្ពៅឬបន្លែផ្សេងបន្តិចបន្តួចទៀតក៏បានទៅតាមការចូលចិត្តនៅក្នុងសម្លនេះយើងមានបង់ជីនាងវងដែរដើម្បីឲ្យមានក្លិនឈ្ងុយនិងចាប់ជាតិត្រូវគ្នាបើសិនជាបងប្អូនមិនមានឬមិនចូលចិត្តអាចមិនចាំបាច់ប្រើក៏បាននិងសម្រាប់មុខម្ហូបនេះខ្ញុំចូលចិត្តញ៉ាំប៉ះស្លឹកក្រូចសើចហើយបើសិនជាបងប្អូនចូលចិត្តដូចគ្នាយើងអាចបង់ស្លឹកក្រូចសើចជាសន្លឹកឬហាន់ជាសរសៃតែបើសិនជាបងប្អូនមិនចូលចិត្តយើងយកវាបុកជាមួយនឹងគ្រឿងជាទូទៅគ្រឿងបុករបស់ខ្មែរយើងមានគល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងខ្ជាយល្មៀតខ្ទឹមសនិងខ្ទឹមក្រហមសម្រាប់ខ្ទឹមក្រហមបងប្អូនអាចដាក់ឬមិនដាក់ក៏បាននិងចំនួនគ្រឿងផ្សំមួយមុខអាចប្រើលើសឬមួយក៏ខ្វះតិចតួចពីនេះក៏មិនអីដែរគ្រប់គ្រឿងផ្សំទាំងអស់របស់គ្រឿងបុកគឺយើងត្រូវហាន់វាឲ្យស្ដើងៗដើម្បីបុកបានឆាប់ម៉ត់ចំណែកឯខ្ទឹមសនិងខ្ទឹមក្រហមខ្ញុំប្រើរាងច្រើនបន្តិចដើម្បីឲ្យមានក្លិនកាន់តែឈ្ងុយបុកគ្រឿងដែលប្រើត្បាល់គឺតែងតែជាជម្រើសល្អជាងគេសម្រាប់រសជាតិតែបើសិនជាមិនសូវមានពេលច្រើនយើងអាចប្រើគ្រឿងបុកស្រាប់ពីផ្សារឬយកគ្រឿងដែលបានហាន់រួចទៅកិនដោយប្រើម៉ាស៊ីនកិនបងប្អូនគ្រឿងបុកនេះមិនត្រឹមតែជាគ្រឿងផ្សំម្ហូបខ្មែរដែលមិនអាចខ្វះបានតែម្យ៉ាងនោះទេចាស់ៗក៏តែងតែនិយាយតៗគ្នាថាគឺជាថ្នាំបុរាណដែលមានចំណែកជួយទៅដល់សុខភាពយើងផងដែរគ្រឿងបានម៉ត់ប៉ុណ្ណេះហើយយើងដួសទុកមួយឡែកសិនរួចយើងងាកមកមើលផ្នែកសាច់វិញហើយសាច់ដែលយើងប្រើនៅក្នុងសម្លនេះគឺមានបង្គាចំនួន400ក្រាមក្រៅពីបង្គាយើងអាចប្រើគ្រឿងសមុទ្រសាច់ត្រីសាច់មាន់សាច់ជ្រូកឬសាច់គោជាដើមដោយសារគ្រឿងផ្សំរបស់យើងបានរៀបចំរួចរាល់ហើយអញ្ចឹងយើងចាប់ផ្ដើមស្លដែលមុនដំបូងយើងចាក់ប្រេងអូលីវចំនួន2ស្លាបព្រាបាយចូលទៅក្នុងឆ្នាំងហើយយើងលីងម្ទេសឆ្អើរចំនួន1ស្លាបព្រាបាយឲ្យឡើងឈ្ងុយនៅពេលដែលក្លិនឡើងឈ្ងុយល្អយើងបន្ថែមកាពិចំនួនកន្លះស្លាបព្រាបាយចូលឆាជាមួយគ្នានៅត្រឹមនេះខ្ញុំក៏បានបន្ថែមទឹកត្រី1ស្លាបព្រាបាយដែរប៉ុន្តែខ្ញុំអត់បានចុចថតបង្ហាញជូនបងប្អូននិងជាបន្តយើងចាក់គ្រឿងចូលទៅលីងជាមួយគ្នាលីងបានត្រឹមនេះម្ហូបយើងគឺឈ្ងុយខ្លាំងមែនតើដែលមានម្ទេសផងកាពិផងនិងគ្រឿងខ្មែរបុកផងហើយក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំតែម្ដងនិងជាបន្តមកទៀតយើងបន្ថែមស្លឹកក្រូចសើចដែលបានកាត់ចេញជាសរសៃហើយនិងស្ករត្នោតចំនួនកន្លះស្លាបព្រាបាយរួចហើយយើងលីងទៅមកឲ្យឡើងឈ្ងុយទើបយើងចាប់ផ្ដើមបន្ថែមគ្រឿងផ្សំរសជាតិដែលមានម្សៅស៊ុបកន្លះស្លាបព្រាបាយនិងទឹកដោះគោស្រស់ចំនួន800មីលីលីត្រនេះគឺជាម៉ាកទឹកដោះគោស្រស់ដែលខ្ញុំប្រើដែលជាផលិតផលរបស់ខ្មែរយើងតាមការពិតទៅម្ហូបនេះគឺយើងប្រើខ្ទិះដូងប៉ុន្តែបើសិនជាបងប្អូនចង់ជៀសពីការប្រើខ្ទិះដូងយើងអាចប្រើទឹកដោះគោស្រស់ជំនួសវិញដែលមានរសជាតិដូចគ្នាគ្រាន់តែខុសគ្នាត្រង់សម្លដែលប្រើទឹកដោះគោស្រស់គឺអត់មានក្លិនឈ្ងុយដូចខ្ទិះដូងតែប៉ុណ្ណឹងហើយជាបន្តយើងត្រូវរង់ចាំឲ្យទឹកពុះម្ដងទៀតទើបយើងបន្ថែមសាច់ល្ពៅនិងបង្គាហើយជាចុងក្រោយគឺយើងបន្ថែមផ្កាល្ពៅចូលបន្ទាប់ពីបន្ថែមផ្កាល្ពៅហើយយើងភ្លក់រសជាតិប្រៃសាម្ដងទៀតគឺយើងអាចបញ្ចប់ការចម្អិនបានហើយសម្លនេះគេនិយមទទួលទានជាមួយបាយឬនំបញ្ចុករបៀបដូចនំបញ្ចុកសម្លប្រហើរដែរយើងក៏និយមចម្អិនសម្រាប់ទទួលភ្ញៀវនិងសម្រាប់កម្មវិធីផ្សេងៗផងដែរហើយខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តមុខម្ហូបមួយនេះនិងសាកល្បងចម្អិនសម្រាប់ក្រុមគ្រួសារជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចូលរួមចម្អិនជាមួយគ្នានៅក្នុងថ្ងៃនេះហើយបើសិនជាបងប្អូនមានសំណួរឬចម្ងល់ផ្សេងអាចសរសេរជា comment នៅប្រអប់ខាងក្រោមហើយយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា